បាទសួស្តីមេនេះជាតារាងរបៀបកណនីពន្ធនាំចូលសម្រាប់ដែលអត់មាននៅតារាងដែលកណនីរួចណាមេអាចមើលតារាងកយហើយកណនីខ្លួនឯងបានអញ្ចឹងខ្ញុំធ្វើកឡោនមានពីរកឡោនខាងលើនេះមកឡានដែលយកមកបង់ពន្ធធម្មតាហើយកឡោននេះគឺឡានដែលយកមកបង់ពន្ធ0 tax ដូចឡានមកពីចិនឬក៏ឡានមកពីអាមេរិកដែលបង់ពន្ធ0ណាចឹងយើងប្រើកឡោនពីរផ្សេងគ្នាឥឡូវឧទាហរណ៍ថា NX 350ឆ្នាំ2022អញ្ចឹងខ្ញុំទៅមើល base price របស់វាតារាងពន្ធគយគឺខ្ញុំមើលមកនេះតារាងជួរនេះជួរ NX 300បាទឆ្នាំ2022នេះខ្ញុំ highlight គឺតារាង base សម្រាប់យកមកកណនីពន្ធហ្នឹង 26300ចឹងខ្ញុំយកមកដាក់អត្រាងកន្លែងនេះតម្លៃ base price 26300បាទខ្ញុំវាយបញ្ចូលមកហើយកម្លាំងម៉ាស៊ីន NX វា 2.4 ចឹងវាតូចជាង3000cc ទេបាទអញ្ចឹងខ្ញុំ select កម្លាំងម៉ាស៊ីនហើយខ្ញុំ select ប្រភេទគេហៅថាវាជាប្រភេទសាំងអញ្ចឹងខ្ញុំយកសាំងបាទអញ្ចឹងវាចេញពន្ធវាមកអញ្ចឹងពន្ធវាកណនីទៅឃើញ32283អញ្ចឹងអានេះជារបៀបកណនីពន្ធដល់ខ្លួនឯងដោយសារខ្ញុំធ្វើតារាងហ្នឹងហើយបើសិនជាឡានពន្ធ0យើងអាចប្រើរោខាងក្រោមនេះបានយើងដាក់តម្លៃបេសនឹងមកយើងគ្រាន់តែជ្រើសរើសយកចំនួនកម្លាំងសេសហើយនៅប្រភេទសាំងជា gas ឬក៏ជា hybrid ឬក៏ជា EV គឺវាចេញ tag មកឲ្យយើងអូតូម៉ាទិកមកបាទឧទាហរណ៍ណាឥឡូវឧទាហរណ៍ថា NX នឹងចុះ26300បើសិនជាវាពន្ធ0វិញតើពន្ធប្រមាណបាទពន្ធខុសគ្នាប្រហែលចូលខ្ទង់ជិត$10000ដែរប៉ុន្តែ NX អត់បានពន្ធ0ទេឡានដែលបានពន្ធ0គឺឡានមកដល់ពីចិនហើយឡានមកដែលផលិតនៅអាមេរិកថ្មីឡានផលិតនៅចិននិងឡានផលិតនៅអាមេរិកផលិតនៅជប៉ុនអត់បានទេ Toyota មួយចំនួនផលិតនៅជប៉ុនអត់បានទេ Toyota Lexus ខ្លះផលិតនៅអាមេរិកអាហ្នឹងបានពន្ធ0ប៉ុន្តែពន្ធ0ហ្នឹងមានលក្ខខណ្ឌទៀតតឆ្នាំ2024 2025 2026ហើយកុងទ័រក្រោម5000គីឡូបាទអញ្ចឹងពេលយ៉ាប់យ៉ៃមិនពន្ធ0ទាំងអស់ទេបាទអញ្ចឹងសូមអរគុណបាទជំរាបលា